សួស្តីសូមបងប្អូនថ្ងៃនេះយើងខ្ញុំមកធ្វើវីដេអូបង្រៀនរបៀបលក្ខណៈថា download Play Store ចឹងណាមាន Play Store ឬយ៉ាងណាបាទពេញនេះ Play Store អាប់ចឹងនេះហើយខ្ញុំអាច download Play Store នៅក្នុងiOS បាននេះជាមួយនឹងចូលសាកមើលបាទនេះឃើញទេ Play Store ណាចឹងថ្ងៃនេះយើងមកបង្រៀនអ្នកនរគ្នារបៀបដល់អ្នកនរគ្នាតោះឥឡូវយើងឈប់ចេញពីហ្នឹងសិនយើងចុចចេញមកចុចតាមខ្ញុំមកយើងវាយថាណាចឹងហើយពេលយើងនេះចុចលើនេះមកនេះចំចង់ភ្លេចបានណាម៉ែសុំទោសម៉ែកន្លែងហ្នឹងហើយកន្លែងណាហើយភ្លេចបានហើយទៅខាងមួយទៀតសិននេះយើងវាយថានេះរងយើងចូល Google មកហើយយើងវាយពាក្យថាដូចខ្ញុំសេអញ្ចឹងនេះហើយពេលយើងចុចនេះចុចលើគេហ្នឹងមកហើយឥឡូវយើងចុចនេះចុច app អីហ្នឹងអីបន្ទាប់យ៉ាងមកយើងអូសេចយើងអូឃើញ Play Store App Store Play Store ឃើញទេហើយយើងចុចមកចុចលើហ្នឹងមកហើយយើងសេពាក្យថាPlay Store P L A Y Play Store cái Store rồi này S T O O S T O O E បាទតោះមកយើងចុចនេះហើយនេះវាយតាមខ្ញុំមកហើយបន្ទាប់មកយើងអូសទៅក្រោមងាកពាក្យនេះយើងចុចមកហើយយើងចាំមកយើងចាំវានេះមកយើងចុចឡូតនេះមកចុច close មកហើយយើងចុចចេញក្រៅមកយើងចូល setting នេះហើយវានឹង load ពាក្យនេះพึ่ងទៅ download នេះហើយយើងចុច enter មកហើយយើងវាយលេខកូដទូរស័ព្ទយើងសប្តាហ៍ថ្ងៃហ្នឹងលេខកូដយើងមែនលេខកូដខ្ញុំ147258អញ្ចឹងណាហើយយើងចុច enter រៀបមកដល់មកចេញខាងមកនេះឃើញទេ Play Store ពេញបបថែមដងបាទហើយ Play Store ខ្ញុំមានអីចឹងខ្ញុំលុបចោលខ្ញុំលុបចោលហ្មងព្រោះ Play Store ខ្ញុំមានហើយព្រោះ Play Store ខ្ញុំមានមួយនេះចឹងខ្ញុំខ្ជិលមកពេញ memory ចឹងវីដេអូយើងបញ្ចប់ប៉ុណ្ណឹងបាទអ្នកគ្នាខ្ញុំចង់ដោនប្រភេទតែមិនទីក៏បានដែរមានតម្លាញក្រាស់នេះតម្លាញក្រាស់ក៏មាន4ស្អីក៏មានដែរឃើញទេកម្មវិធីអីខ្ញុំ download មកអស់នេះឃើញមាននឹងហ្គេម zombie នេះទាំងយើងអាចលេងដោនបានតែម្ដងបាទហើយដោនហ្នឹងសិនដោនអស់លុយ GTA 5 ហ្នឹងដោនមិនអស់លុយទេអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្រៀនរបៀបដោនកម្មវិធីនឹងដោនមិនអស់លុយអញ្ចឹងវីដេអូខ្ញុំចប់ហ្នឹងហើយបាយ